បាទសួស្តីថ្ងៃនេះចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកធ្វើការបដោះម្រេចម្ដងទៀតសាជាថ្មីដោយវីដេអូនេះខ្ញុំបាននឹងលម្អិតទាក់ទងទៅនឹងការផ្សាំម្រេចបដោះម្រេចដើម្បីយកទៅដាំបន្តបាទហើយដំបូងគឺយើងរៀបចំដីរៀបចំថង់ឲ្យស្អាតច្រកដីឲ្យស្អាតហើយសម្រាប់ថង់គឺខ្ញុំប្រើប៉ុណ្ណេះគឺប្រវែងមួយទឹកសម្រាប់ខ្ញុំដោតថ្នាំងម្រេចឬក៏តងម្រេចឬម្រេចឲ្យវាចូលទៅក្នុងតែមួយកម្មឯងហើយបើសិនជាបងប្អូនដាក់ថង់វែងជាងហ្នឹងរឹតតែល្អតែកាលណាឬវាចូលដល់ក្នុងដីមក2កម្មអត្រានៃការដុះគឺវាច្រើនបាទក៏ប៉ុន្តែខ្ញុំជ្រើសរើសយកដាក់តែមួយកម្មឯងព្រោះខ្ញុំធ្វើរាល់ដងបានជោគជ័យបាទបានជោគជ័យឃើញដូចខាងណយដែលយើងបដោះវគ្គមុនហ្នឹងបាទអញ្ចឹងគឺវគ្គនេះគឺយើងនឹងធ្វើការបដោះបន្ថែមទៀតបាទនេះយើងធ្វើការកាត់តងម្រេចដើម្បីយកទៅផ្សាំដើមល្អឬតកែវាឬជើងវាឬល្អបែបនេះគឺយើងយកទៅផ្សាំបដោះដោះបានល្អបាទមែកវាល្អបាទនេះគឺម្រេចដែលយើងកាត់ទៅមកហើយយើងយកមកកាត់បន្ថែមទៀតអញ្ចឹងដូចបានប្រាប់អញ្ចឹងថាយើងបដោះទៅតាមថង់ឥឡូវថ្ងៃមុនថង់ដែលយើងបដោះវាមានប្រវែងប្រមាណយើងទៅកាត់ប៉ុណ្ណឹងដែរអញ្ចឹងខ្ញុំកាត់2ថ្នាំងឬទៅ3ថ្នាំងប្រវែងនេះដើម្បីយើងច្រកដោតវាចូលទៅលិចមួយថ្នាំងឬក៏2ថ្នាំងតាមសភាពនៃថង់បើថង់យើងវែងឲ្យលិច2ថ្នាំងល្អបាទអញ្ចឹងយើងកាត់ប៉ុណ្ណេះទៅបាទយើងកាត់3ថ្នាំងចេះមកបាទយើងកាត់ចេះមកបាទបែបនេះមកហើយយើងយកមកជ្រលក់ក្នុងធុងថ្នាំហើយក្នុងធុងនេះគឺយើងដាក់ថ្នាំបដោះរឹសលាយជាមួយពពួកហុយមិចលាយពពួកហុយមិចបាទយើងជ្រលក់វាត្រាំវាចោលប្រហែលជា15នាទីបាទ15នាទីគឺយើងយកមកដោតវានឹងបាទគឺយើងយកវាដោតនៅជាមួយនឹងថង់យើងបាទដោតជាមួយនឹងថង់បាទគឺយើងដោតជាមួយនឹងថង់បែបហ្នឹងហើយយើងអាចដាក់តាមចំណង់ចំណូលចិត្តរបស់យើងគឺយើងដាក់មួយថង់មួយដើមឬក៏មួយថង់ពីរដើមបើខ្ញុំដាក់មួយថង់ពីរដើមបាទការពារវាដុះមួយឬក៏ដុះពីរល្អអញ្ចឹងយើងការពារវាដុះតែមួយអញ្ចឹងយើងញុកវាទៅបាទហើយយកបិទវាចិត្តដាក់វាមួយថង់ពីរដើមបាទថង់ពីរដើមមកនេះយើងបដោះសាក្រោយទៀតហើយពីដោតហើយយើងស្រោចទឹកជីដែលយើងដាក់ត្រាំបដោះឬហ្នឹងគឺនៅសល់គឺយើងស្រោចជោគបាទស្រោចជោគហើយគឺយើងនឹងប្រក់តង់វាហុំតង់វាបិទចិត្តបាទឥឡូវយើងធ្វើការក្របថង់ផ្លាស្ទិកហើយកាយដីលុបជើងគៀននេះបាទកាយលុបជើងគៀននេះលុបឲ្យចិត្តស្អាតឲ្យវាហប់ខ្យល់ល្អហើយយើងចាំរយៈពេល1ខែគឺយើងបកតង់នឹងចេញគឺយើងនឹងឃើញប្រឡូកវាដុះតិចហើយបាទ